តំណាងរាជគណៈបកប្រឆាំងលោកសួនសូរីដានិងក្រុមការងារម្នាក់ទៀតដែលគេដឹងថាស្និទ្ធនឹងលោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិដែលតុលាការរំលាយជាង8ឆ្នាំនោះបានបន្តជីវិតនយោបាយវិញជាមួយគណៈបកប្រជាធិបតេយ្យជឿនលឿនដោយបង្ហាញក្តីរំពឹងថាជំរឿសនេះនឹងជំរុញការកែលម្អសង្គមតាមរយៈកម្មវិធីនយោបាយមិនយកខ្មែរជាសត្រូវតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺកូតាមកពីគណៈបកសិទ្ធិមនុស្សលោកសួនសូរីដាបានបង្ហោះលិខិតនៅលើ Facebook របស់ខ្លួននៅថ្ងៃទី27ខែវិច្ឆិកានេះស្នើសុំចូលរួមនយោបាយជាមួយគណៈបកប្រជាធិបតេយ្យជឿនលឿនដែលដឹកនាំដោយលោកយ៉ែមពញ្ញរិទ្ធបើតាមប្រភពនោះក៏មានលោកទួនយួដាតំណាងរាជគណៈបកសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ចាមព្រមទាំងអតីតថ្នាក់ដឹកនាំថ្នាក់ជាតិថ្នាក់ក្រោមជាតិនៃគណៈបកសង្គ្រោះជាតិចំនួន77នាក់បានប្រឡូកក្នុងវិស័យនយោបាយជាមួយបកប្រជាធិបតេយ្យជឿនលឿនឡើងវិញលោកស៊ុនសូរីដាបានប្រាប់ VD បន្ថែមនៅថ្ងៃទី27ខែវិច្ឆិកានេះថាមូលហេតុសំខាន់ដែលលោកជ្រើសរើសគណៈបកប្រជាធិបតេយ្យជឿនលឿនព្រោះគណៈបកនេះប្រកាន់គោលការណ៍ប្រជាធិបតេយ្យបែបប្រទេសប្រជាធិបតេយ្យជឿនលឿនលើពិភពលោកគោលការណ៍អហិង្សាមិនយកខ្មែរណាជាសត្រូវនិងការកំណត់អាណត្តិនាយករដ្ឋមន្ត្រី2អាណត្តិមួយវិញទៀតក៏មានគោលនយោបាយកំណែទម្រង់នៃការដឹកនាំកាត់បន្ថយចំនួនក្រសួងកាត់បន្ថយមន្ត្រីរដ្ឋាភិបាលដែលមានក្បាលម៉ាស៊ីនដឹកនាំធំជាងខ្លួនឲ្យនៅតិចតួចសម្រាប់ប្រសិទ្ធភាពការងារនិងកាត់បន្ថយចំណាយបង្កើនចំណូលជាតិឈលលើប្រយោជន៍ជាតិនិងដោះស្រាយវិបត្តិសង្គមចាក់ស្រេះសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសនៅក្នុងប្រទេសជាតិដែលកំពុងតែលំបាកប្រទេសជាតិដែលកំពុងត្រូវការយើងអាហ្នឹងហើយដែលយើងអ្នកនយោបាយយើងត្រូវតែចេញណាយើងត្រូវតែចេញធ្វើណាប៉ុន្តែអ្វីដែលយើងចេញធ្វើដូចខ្ញុំបានជំរាបហើយតើយើងថ្លាយទៅជាគណៈបកស្របឬគណៈបករណបដូចគេនិយាយខ្ញុំគិតថាហ្នឹងជាការនិយាយខុសហើយពីព្រោះយើងជាគណៈបកមួយដែលមានឈាមជ័រជាគណៈបកសង្គ្រោះជាតិបាទគណៈបកសង្គ្រោះជាតិដូច្នេះក្នុងនាមយើងជាឈាមជ័រនៃអ្នកប្រជាធិបតេយ្យជាឈាមជ័រអ្នកប្រឆាំងជាមួយការដឹកនាំខុសឬដឹកនាំអវិជ្ជមានរបស់គណៈបកកណ្ដាលអំណាចសប្តាហ៍ថ្ងៃយើងនៅតែហ៊ាននិយាយយើងនៅតែហ៊ានថាក្នុងគោលបំណងដើម្បីជួយកែសម្រួលកែតម្រូវទៅលើការដឹកនាំខុសរបស់រដ្ឋាភិបាលសប្តាហ៍ថ្ងៃដើម្បីធ្វើម៉េចបម្រើឲ្យផលប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋសម្រាប់ប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនលោកយ៉ែមពញ្ញរិទ្ធបានប្រកាសស្វាគមន៍ចំពោះការចូលរួមរបស់ក្រុមអ្នកនយោបាយប្រឆាំងជាមួយលោកនៅពេលនេះលោកថាភាពខ្លាំងរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនគឺប្រកាន់គោលជំហរប្រជាធិបតេយ្យមិនក្រាញអំណាចលើកស្ទួយសិទ្ធិមនុស្សយុត្តិធម៌សង្គមនីតិរដ្ឋលុបបំបាត់អំពើពុករលួយធ្វើឲ្យសង្គមកម្ពុជាក្លាយជាសង្គមស្អាតស្អំជាពិសេសគឺប្រកាន់ទស្សនៈមិនយកខ្មែរណាជាសត្រូវការសម្រេចចិត្តរបស់អតីតអ្នកតំណាងរាស្ត្រមានលោកទូនយូដាលោកស៊ុនសូរីដាជាដើមគឺជារឿងមួយដ៏ល្អបំផុតក្នុងការចេញមកចូលរួមសកម្មភាពនយោបាយឡើងវិញជាមួយនឹងគណៈបកប្រជាធិបតេយ្យជឿនលឿនយើងគ្រាន់តែចង់បញ្ជាក់ថាពេលនេះមានអតីតអ្នកតំណាងរាស្ត្រជាច្រើនរូបដែលបានចូលរួមដឹកនាំគណៈបកប្រជាធិបតេយ្យជឿនលឿននៅពេលនេះរួមមានលោកទួតខឿតលោកងៅគឹមជាងលោកឡាត់លីតៃរូបខ្ញុំលោកស៊ុនរីដានិងលោកទូនយូដាជាដើមតែយ៉ាងណាមនុស្សស្និទ្ធលោកកឹមសុខាម្នាក់ទៀតគឺលោកមុតច័ន្ទថាបានរិះគន់ថាការធ្វើនយោបាយក្នុងលំហនយោបាយរួមចង្អៀតសិទ្ធិសេរីភាពត្រូវបានបិទគំរាមកំហែងបំផិតបំភ័យចាប់ខ្លួនកាត់ទោសនិងជាប់គុកស្មើនឹងកំដរបកកណ្ដាលអំណាចឬស៊ីឈ្នួលបំបែកកម្លាំងនយោបាយនិងសម្លេងឆ្នោតបង្ក្រប់បំពេញឲ្យបកកណ្ដាលអំណាចលោកថាលទ្ធផលចុងក្រោយគឺសោកស្ដាយនិងសូន្យប៉ុន្តែប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនលោកយ៉ែមពញ្ញរិទ្ធចាត់ទុកការរិះគន់បែបនេះហាក់មានចេតនាបង្អាក់ដំណើរអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះការរិះគន់មានជារឿងល្អក៏ប៉ុន្តែការធ្វើបរិយាវិនិច្ឆ័យគឺជារឿងមួយមិនល្អហើយយើងសួរសំណួរមួយថាតើដើម្បីទៅឲ្យដល់គោលដៅត្រូវធ្វើដូចម្តេចឬមួយក៏យើងអង្គុយរិះគន់ឬមួយក៏យើងនាំគ្នាធ្វើសកម្មភាពបន្តយើងដឹងយើងយល់ថាលំហប្រជាធិបតេយ្យនៅចង្អៀតលំហសិទ្ធិសេរីភាពនៅមានកម្រិតការគោរពនីតិរដ្ឋតុលាការនៅមានកម្រិតក៏ប៉ុន្តែយើងសួរថាតើយើងតស៊ូមតិបន្តទៅទៀតឬមួយក៏យើងនៅស្ងៀមដោយពុំធ្វើអីម្នាក់សុទ្ធតែយល់ថាគ្មានអ្វីធ្លាក់ពីលើមេឃប្រជាធិបតេយ្យគេមិនដាក់ជើងពៀនឲ្យសុទ្ធតែដឹងថាសិទ្ធិសេរីភាពបើយើងមិនទាមទារមិនខិតខំគឺនឹងមិនមានដូច្នេះយើងស្វាគមន៍មតិរិះគន់ក៏ប៉ុន្តែការធ្វើបរិយាវិនិច្ឆ័យគឺជារឿងមួយដ៏អាក្រក់ជាទីបំផុតរាយអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិយល់ថាការបន្តជីវិតនយោបាយជាថ្មីទៀតនេះគឺជាសិទ្ធិនយោបាយរបស់បុគ្គលនីមួយៗដែលគេអាចជ្រើសរើសគណៈបកណាមួយដែលពួកគេពេញចិត្តយ៉ាងណាលោកមើលឃើញថាក្នុងពេលបច្ចុប្បន្ន
ផ្នត់គំនិតអ្នកប្រជាធិបតេយ្យហាក់មិនទាន់មានការឯកភាពគ្នានៅឡើយដែលធ្វើពួកគេបានស្វាស្វែងរកច្រកចេញរៀងៗខ្លួនដើម្បីដោះស្រាយវិបត្តិសង្គមតាមទស្សនៈនយោបាយរៀងៗខ្លួនហើយលោកថាការមិនអាចរួបរวมគ្នាជាធ្លុងមួយបែបនេះអាចនឹងធ្វើឲ្យកម្លាំងអ្នកប្រជាធិបតេយ្យកាន់តែចុះខ្សោយអ្នកប្រជាធិបតេយ្យអាចនឹងបាត់សម្លេងតែម្ដងបើសិនជាមានការពន្យាពេលនៅក្នុងការបង្រួបបង្រួមកម្លាំងដើម្បីប្រកួតប្រជែងតាមរយៈការបោះឆ្នោតមួយនៅក្នុងពេលខាងមុខនឹងបាទដោយឡែកអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជាធិរិទ្ធហាក់មិនចាប់អារម្មណ៍ចំពោះការចូលប្រឡូកក្នុងទីលាននយោបាយឡើងវិញរបស់ក្រុមអ្នកនយោបាយមកពីគណៈបកសង្គ្រោះជាតិនេះទេខ្ញុំសូមឆ្លើយដោយខ្លីថាវាគ្មានការព្រួយបារម្ភអីទេការបង្កើតគណៈបកនយោបាយឲ្យទៅស្របតាមច្បាប់ទៅហើយអានឹងហើយដែលបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបកនៅក្នុងប្រទេសកម្ពុជានោះអញ្ចឹងចង់បង្កើតបកចង់ធ្វើអីទៅកុំឲ្យទៅខុសច្បាប់ហើយវាគ្មានការព្រួយបារម្ភស្អីទេសម្រាប់គណៈបកកណ្ដាលអំណាចគឺយើងស្វាគមន៍ចំពោះគណៈបកណាដែលបង្កើតឡើងមកហើយធ្វើសកម្មភាពស្របច្បាប់ទៅវាជារឿងមួយល្អសម្រាប់ប្រជាធិបតេយ្យ